ជំរាបសួរបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំជាថ្មីម្ដងទៀតហើយបងប្អូនថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកស្វែងយល់ក៏ដូចជាមកស្គាល់នៅប្រភេទស្វាមួយចំនួនដែលមាននៅក្នុងប្រទេសកម្ពុជាក៏ដូចជាមាននៅអាស៊ីយើងផងដែរស្វាគឺជាសត្វព្រៃមួយប្រភេទដែលវាចូលចិត្តរស់នៅក្នុងព្រៃនិងតំបន់ភ្នំចំណែកនៅក្នុងប្រទេសកម្ពុជាយើងក៏សម្បូរទៅដោយសត្វស្វារស់នៅផងដែរហើយនៅក្នុងប្រទេសយើងក៏មានសត្វស្វាជាច្រើនប្រភេទនៅក្នុងនោះមានដូចជាស្វាត្រោសស្វាក្តាមស្វាអង្កត់ស្វាកន្ទុយសហើយនិងស្វាកន្ទុយសជើងក្រហមក្នុងវីដេអូនេះខ្ញុំនឹងនាំអារម្មណ៍បងប្អូនឲ្យមកស្គាល់អំពីស្វាមួយប្រភេទក្នុងចំណោមស្វាដែលខ្ញុំរៀបរាប់ខាងលើស្វានោះគឺជាស្វាក្តាមបងប្អូនប្រភេទស្វាក្តាមគឺឃើញមានសម្បូរនៅអាស៊ីយើងបងប្អូនជាពិសេសនោះនៅក្នុងប្រទេសកម្ពុជាគេក៏សង្កេតឃើញស្វាក្តាមមានស្ទើរពីពេញប្រទេសកម្ពុជាផងដែរស្វាប្រភេទនេះវាចូលចិត្តរស់នៅជាហ្វូងបងប្អូនហើយក្នុងមួយហ្វូងរបស់វាប្រមាណជា90ទៅ100ក្បាលឯណោះក្នុងមួយហ្វូងស្វាក្តាមនេះគឺវារស់នៅស្ទើរគ្រប់តំបន់ព្រៃគ្រប់ប្រភេទបងប្អូនមិនថាតំបន់ព្រៃស្រោងព្រៃពាក់កណ្ដាលស្រោងព្រៃឫស្សីតំបន់វាលភក់តំបន់ព្រៃលិចទឹកតំបន់ព្រៃកោងកាងតំបន់ឆ្នេរខ្សាច់ឬក៏តាមឆ្នេរកោះជាដើមក៏គេសង្កេតឃើញមានប្រភេទស្វានេះរស់នៅផងដែរចំណែកឯចំណីរបស់វាគឺរួមមានក្តាមខ្យងបង្កងខ្ចៅទ្រំលៀសងាវជាដើមនៅក្នុងនោះក៏មានសត្វល្អិតផ្លែឈើនិងត្រួយឈើផងដែរនិយាយរួមគឺថាមនុស្សអាចហូបអ្វីបានគឺវាក៏អាចស៊ីនឹងបានដែរបងប្អូនស្វាក្តាមគឺជាប្រភេទស្វាដែលមានជំនាញក្នុងការហែលទឹកបងប្អូនហើយវាអាចហែលនិងមុជទឹកបានចម្ងាយជាមធ្យមប្រមាណជា50ម៉ែត្រចំណែកឯទំហំរបស់វាវិញបងប្អូនចំពោះស្វាពេញវ័យវាមានទម្ងន់ប្រមាណជាពី4ទៅ7គីឡូបងប្អូនចំណែកឯប្រវែងរបស់វាវិញជាមធ្យមពី92សង់ទីម៉ែត្រទៅ106សង់ទីម៉ែត្របងប្អូនចំណែកកន្ទុយរបស់វាគឺវាមានប្រវែងវែងជាងស្វានានានៅអាស៊ីចំពោះស្វាក្តាមគឺវាពោពោះម្ដងគឺបានកូនតែមួយឯងបងប្អូនហើយរយៈពេលនៃការពោពោះរបស់វាចន្លោះពី5ទៅ6ខែកូនរបស់វាដែលទើបនឹងកើតមកគឺមានពណ៌ខ្មៅបងប្អូនចំណែកឯស្វាមិនទាន់ពេញវ័យវិញវាមានរោមដុសកញ្ចុំនៅលើក្បាលមួយវិញទៀតចំពោះស្វាដែលចាស់វិញបងប្អូនវាមានរោមវែងដុសក្រាស់ជុំវិញមុខនិងមានថ្ងាសទំប៉ែតសូមរំលឹកបងប្អូនផងដែរថាចំពោះស្វាក្តាមនេះគឺវាមានការផ្លាស់ប្ដូរពណ៌សំខាន់ជាដំណាក់កាលហើយនៅក្នុងនោះស្វាខ្លះមានពណ៌ប្រផេះពូជវាបងប្អូនហើយខ្លះទៀតនឹងប្រផេះលីត្នោតហើយនឹងខ្លះទៀតពណ៌ក្រហមត្រង់ភ្លឺបន្តិចទេបងប្អូនហើយចំពោះការផ្លាស់ប្ដូរពណ៌នេះគឺវាធ្វើទៅតាមវ័យតាមអាយុនិងភេទរបស់វានៅក្នុងនោះក៏វាពាក់ព័ន្ធជាមួយនឹងទីកន្លែងដែលវារស់នៅផងដែរពពួកស្វាក្តាមដែលរស់នៅតាមបណ្ដាមាត់សមុទ្របងប្អូនភាគច្រើនគឺវាមានពណ៌ភ្លឺឆើតជាងប្រភេទស្វាដែលរស់នៅតំបន់ផ្សេងៗទៀតស្វាក្តាមនេះគេឃើញមាននៅតាមបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ដូចជាកម្ពុជាវៀតណាមថៃម៉ាឡេស៊ីហ្វីលីពីននិងកោះស៊ូម៉ាត្រាហើយនឹងនៅតាមបណ្ដាប្រទេសផ្សេងៗទៀតវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្ណេះបងប្អូនសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត